គ្រឿងផ្សំសម្រាប់ផលិតចំណីមាន់ហ្នឹងយើងមានគ្រប់អស់ហើយមានដូចជាដើមចេកមានលាមកគោមានដីឥដ្ឋហើយមានកញ្ចុងអង្គមានអំបិលមានស្ករហើយយើងមានទឹក IMO ហើយនិងកន្ទក់ប៉ុន្តែខ្ញុំមុននឹងលេខគ្រាន់តែបញ្ជាក់ថាដើមចេកនេះយើងបុកហើយបានថ្លឹងកាលណាយើងបុកដើមចេកនឹងម៉ត់ដល់ពេលយើងលាយទៅវាកាច់ទៅចំណីនឹងវារាងម៉ត់ដែរវាជួយដល់កូនមាន់ណាសេចំណីនឹងបានអញ្ចឹងរូបមន្តសម្រាប់យើងផលិតនេះដើមចេកយើងយកតែ10គីឡូទេកន្ទក់5គីឡូអាចកូរស្ងួតវាត្រូវការ7កន្លះគីឡូពូស្ងួតណាម៉ត់ណាបាទដីឥដ្ឋស្ករសយើងមួយខាំ6អំបិលវាអត់ដល់មួយខាំទេកន្លះខាំហើយយើងមានទឹក IMO បាទសម្រាប់លេជាមួយចំណីហ្នឹង